លោកនាងជាទីមេត្រីសម្រាប់ព័ត៌មានជាបន្តរោងចក្រផលិតគ្រឿងមេកានិកនិងអេឡិចត្រូនិកនាំមុខគេលំដាប់ពិភពលោករបស់ប្រទេសជប៉ុនកំពុងនឹងអភិវឌ្ឍនៅលើផ្ទៃដីទំហំ 10,000 ម៉ែត្រក្រឡានៅប្រជាជាតិកម្ពុជាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញខណ្ឌដង្កោព្រឹកថ្ងៃទី 24 ខែឧសភានេះបានប្រពៃពិធីសម្ពោធរោងចក្រថ្មីរបស់ក្រុមហ៊ុន Minebea កម្ពុជា Co Ltd ដែលជារោងចក្រផលិតគ្រឿងមេកានិកនិងអេឡិចត្រូនិកនាំមុខគេលំដាប់ពិភពលោករបស់ប្រទេសជប៉ុនដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសុកចិន្តារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងឯកឧត្តម Masafumi Kuruki ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកកាណូម៉ាអគ្គនាយកក្រុមហ៊ុន Minebea កម្ពុជា Co Ltd បានដឹងផងដែរថាក្រុមហ៊ុន Minebea កម្ពុជា Co Ltd គឺជារោងចក្រផលិតគ្រឿងអេឡិចត្រូនិកធំជាងគេដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងដំណើរការនៅក្នុងប្រទេសចំនួន11ហើយយើងមានគម្រោងធ្វើវិនិយោគទឹកប្រាក់ប្រហែលជា$60 លានការបង្កើតគម្រោងវិនិយោគនេះរំពឹងថានឹងជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជំហានទី1ប្រមាណជា900នាក់និងជំហានទី5ប្រមាណជា5000នាក់ឯកឧត្តមសុកចិន្តាបានមានប្រសាសន៍ថាសមិទ្ធផលថ្មីដែលនឹងត្រូវបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះនឹងរួមចំណែកប្រកបដោយចីរភាពដល់ការអភិវឌ្ឍនិងការលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាជនហើយប្រែក្លាយតំបន់នេះទៅជាមូលដ្ឋានផលិតកម្មឧស្សាហកម្មផលិតកម្មដ៏ធំមួយសម្រាប់បម្រើការនាំចេញនៅពេលរោងចក្រនេះដំណើរការគឺរយៈពេល6ខែខាងមុខនេះកាលានុវត្តភាពថ្មីជាច្រើនព្រមគ្នានៅក្នុងនោះក៏មានការបង្កើននូវផលិតភាពជាតិការផ្ទេរបច្ចេកវិទ្យាចំណេះដឹងចំណេះធ្វើការបង្កើតមុខជំនាញថ្មីនិងការបង្កើតមុខរបរចិញ្ចឹមជីវិតជូនដល់បងប្អូននិយោជិតនៅទីនេះឯកឧត្តមបានសំណូមពរដល់មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីដែលប្រចាំការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញជំរុញកិច្ចសហការល្អជាមួយនឹងវិនិយោគិនលើគម្រោងនេះនិងក្រុមហ៊ុនបន្តនៅកិច្ចខិតខំប្រឹងប្រែងគោរពឲ្យបានម៉ឺងម៉ាត់ជាទីបំផុតច្បាប់អនុញ្ញាតជាធរមានជាពិសេសច្បាប់ការងារក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្កើនសមត្ថភាពសុខុមាលភាពនៃបុគ្គលិកកម្មករកម្មការិនីឲ្យបានសមស្របសម្រាប់ជាមូលដ្ឋាននៃការបំពេញការងារឲ្យមានប្រសិទ្ធភាពផលិតភាពខ្ពស់